បាទសួស្តីបងប្អូនថ្ងៃនេះជុំគ្រួសារម្ដងខានជុំគ្នាយូរហើយមកលេងកោះស្មៅបងប្អូនកោះស្មៅយើងហ្នឹងណាខ្យល់ត្រជាក់បរិសុទ្ធមកញ៉ាំអាហារពេលល្ងាចនៅកោះស្មៅដើម្បីរំសាយអារម្មណ៍ជាមួយនឹងបរិយាកាសដ៏ត្រជាក់នៅមាត់សមុទ្របងប្អូននេះម្ហូបរបស់ពួកខ្ញុំបងប្អូនអើយប្រគាយើងមិនសូវធំប្រមាណទេមកល្មមដែរហ្នឹងណាហើយមកជុំគ្នាម្ដងដោយសារខានមកលេងជុំគ្នានៅមាត់ព្រែកខេត្តកពតយើងយូរហើយមកលើកនេះធ្លាប់តែរដងញ៉ាំនៅមាត់ព្រែកអញ្ចឹងថ្ងៃនេះមកញ៉ាំនៅកោះស្មៅម្ដងបងប្អូនហើយបរិយាកាសកោះស្មៅរបស់យើងក៏មានមនុស្សអ៊ូអរដែរបងប្អូនមនុស្សច្រើនគួរសមហើយថ្ងៃនេះមកជាមួយគ្រួសារនិងមីងរបស់ខ្ញុំបងប្អូនមកញ៉ាំជុំគ្នានៅមាត់សមុទ្រម្ដងព្រោះខានមកញ៉ាំអាហារពេលល្ងាចនៅមាត់សមុទ្រយូរហើយព្រោះយើងខានមកយូរអញ្ចឹងដល់យើងនឹកឃើញក៏យើងមកភ្លាមតែម្ដងដោយមិនមានកម្រងទុកអញ្ចឹងណាហើយញ៉ាំអាហារនៅខាងក្រៅផ្ទះបែបនេះអញ្ចឹងបងប្អូនអើយនិយាយរួមថាឆ្ងាញ់តែម្ដងជាតិអើយជាតិនិយាយរួមអេមតែម្ដងជាមួយបរិយាកាសដ៏ត្រជាក់នៅមាត់សមុទ្រយើងណានៅឆ្នេរកោះស្មៅហើយក៏មានមនុស្សអ៊ូអរដែរប៉ុន្តែខ្ញុំអត់បានទៅអង្គុយខាងមុខទេបងប្អូនព្រោះនៅខាងមុខហ្នឹងជាកន្លែងបងយើងគាត់លក់ម្ហូបអាហារអញ្ចឹងណាយើងអង្គុយញ៉ាំនៅគៀននេះទៅរៀងឆ្ងាយពីគេបន្តិចដែរអញ្ចឹងណាហើយយើងស្រួលញ៉ាំបងប្អូនហើយក៏មានភ្លើងមានហ្វាយដែរកុំឲ្យល្ងឹតអញ្ចឹងណាហើយនេះបង្គារបស់យើងបងប្អូនអើយមិនសូវធំល្មានទេធំជាងតែមេដៃហ្នឹងណាហើយពិតជាមានរសជាតិឆ្ងាញ់មែនញ៉ាំបានច្រើនណាបងប្អូនថ្ងៃនេះមកញ៉ាំជុំគ្នាម្ដងព្រោះខានយូរអញ្ចឹងហើយនេះកូនបងរបស់ខ្ញុំហ្នឹងក៏កែដែរបកាញ៉ាំយកតែម្ដងថាឆ្ងាញ់អើយឆ្ងាញ់កូនស្រីបងរបស់ខ្ញុំហើយកូនពៅរបស់ខ្ញុំហ្នឹងក៏មិនសុខចិត្តដែរសុំបកាមួយដែរអត់បានងក់ងល់ឥឡូវហើយមិនកើតទេមិនដាក់ឲ្យអូនញ៉ាំយ៉ាងនេះហ៎មកម្ដងណាតែមិនដាក់ឲ្យញ៉ាំបានដូចជជែហ្នឹងដឹងតែខឹងហើយមិនសូវនៅសុខប្រមាណទេឥឡូវកំពុងរៀបចំញ៉ាំហើយបងប្អូនអើយមានម្ហូបអាហារតែប៉ុណ្្នឹងទេសំខាន់យើងមកដើរលំហែកំសាន្តrelax និយាយរួម relax ណាសូមឲ្យវាខួរក្បាលរបស់យើងបានធូរស្បើយក្នុងអារម្មណ៍អញ្ចឹងណាកុំឲ្យ stress ពេកហើយនេះខ្យល់បងប្អូននេះខ្យល់មែនទេណាតែជាក់ស្រិបមកញ៉ាំនៅទីនេះបងប្អូនចង់មកញ៉ាំទីនេះក៏ត្រជាក់ស្រួលដែរនៅកោះស្មៅយើងហ្នឹងណាហើយវីដេអូរបស់ខ្ញុំក៏ដល់ទីបញ្ចប់កុំភ្លេចបងប្អូនជួយ like ជួយ share ឲ្យខ្ញុំម្នាក់មួយផងកុំភ្លេចជួយ like page ដើម្បីតាមដានវីដេអូថ្មីរបស់